ពិតជាសាហាវនិងខូខើខ្លាំងណាស់ពលករខ្មែរស្រីយើងម្នាក់ត្រូវបានទាហានថៃឈុតខ្មៅរំលោភបំពានកាយហើយបើតាមព័ត៌មានបឋមហ្នឹងគឺមានការរំលោភបូករហូតដល់ទៅ7នាក់ទៀតឥឡូវនេះគាត់បានមកដល់ទឹកដីកម្ពុជាហើយក៏ប៉ុន្តែឯកឧត្តមអភិសន្តិបណ្ឌិតសសុខានិងភរិយាគឺបានទៅសួរសុខទុក្ខផ្ទាល់តែម្ដងបងប្អូននេះជារឿងរ៉ាវដ៏ឈឺចាប់ខ្លាំងមែនទែននៅព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមអភិសន្តិបណ្ឌិតសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ពីដំណើរទៅកាន់ខេត្តបន្ទាយមានជ័យនិងបានចូលរួមសួរសុខទុក្ខស្ត្រីពលករខ្មែរដែលត្រូវបានទាហានឈុតខ្មែររបស់ថៃរំលោភបំពានរាងកាយតាមរយៈភ័យផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានបញ្ជាក់នៅមនីមន្ត្រីថានៅព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025នេះនៅក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យរួមជាមួយនឹងភរិយាឆ្លៀតចូលសួរសុខទុក្ខស្ត្រីពលករខ្មែរធ្វើការនៅឯប្រទេសថៃដែលត្រូវបានទាហានឈុតខ្មែររបស់ថៃរំលោភបំពានរាងកាយក្នុងពេលដែលនាងនិងពលករខ្មែរប្រុសស្រីជាង10នាក់ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់ទឹកដីកម្ពុជាយើងវិញសូមរំលឹកបន្តិចផងថាតាមរយៈការចុះផ្សាយរបស់សារព័ត៌មាននៅក្នុងស្រុកនៅថ្ងៃទី16ខែវិច្ឆិកាឆ្នាំ2025បានដឹងថានារីជាពលករខ្មែរម្នាក់នៅក្នុងចំណោមពលករប្រុសស្រីជាង10នាក់ត្រូវបានក្រុមទាហានឈុតខ្មៅដ៏ខូខើរបស់ថៃយ៉ាងតិច7នាក់ចាប់នាងរំលោភបោកពេលពួកនាងធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃមកកាន់ប្រទេសកំណើតវិញហើយថែមទាំងវាយធ្វើទារុណកម្មពលករប្រុសហើយប្លន់យកទូរស័ព្ទនិងលុយកាក់អស់គ្មានសល់បើតាមប្រភពបានបន្តឲ្យដឹងទៀតថាករណីនេះកើតឡើងនៅយប់ថ្ងៃទី7ខណ្ឌដែលក្រុមពលករខ្មែរធ្វើដំណើរវិលត្រឡប់មកពីស្រុកថៃមកជិតដល់ព្រំដែនខ្មែរនិងថៃបាទដែលស្ថិតនៅច្រកស្រុកគំរៀងខេត្តបាត់ដំបងក្រុមពលករខ្មែរមានចំនួន13នាក់ក្នុងនោះមានស្ត្រីរហូតដល់ទៅ6នាក់ហើយក៏មានក្មេងតូចៗផងដែរបងប្អូនគ្នានេះគឺជាភាពឈឺចាប់មួយខ្លាំងមែនទែនអញ្ចឹងបងប្អូនដែលគាត់រស់នៅប្រទេសថៃហើយតែនិយាយឌៀមដាមមកកាន់ប្រទេសកម្ពុជាថាគ្មានអីស៊ីទៅវិញទៅអីបាទឌៀមដាមចេះឌៀមដាមចោះឥឡូវនេះគឺទាហានគេគឺធ្វើបាបពលករយើងខ្លាំងមែនទែនទាំងដែលយើងបាទអត់បានថាយើងអត់មានសិទ្ធអីទៅតវ៉ាមួយគេទេយើងមានតែប្តឹងទៅកាន់អង្គការសិទ្ធិមនុស្សបាទឲ្យអង្គការសិទ្ធិមនុស្សជួយវិនិច្ឆ័យហ្នឹងឯងដោយសារតែយើងក៏មិនមែនជាប្រទេសណាដែលខ្លាំងដែរបងប្អូនយើងដឹងថាកម្ពុជាមានអាវុធត្រឹមតែបន្ទប់ទល់ក៏ប៉ុន្តែយើងអត់មានអីទៅវាយបកទេបើមិនយើងមានយន្តហោះចម្បាំងសភាវុធទំនើបគឺអាប្រទេសថៃហ្នឹងវាមិនហ៊ានហ្នឹងបាទក្អឺតកតោមជាមួយយើងទេដោយសារតែយើងជាប្រទេសមួយទើបអភិវឌ្ឍបាទអញ្ចឹងយើងបន្តរួមគ្នាអភិវឌ្ឍប្រទេសយើងឲ្យមានយន្តហោះចម្បាំងសភាវុធទំនើបបាទកុំឲ្យអាប្រទេសខាងលិចខាងកើតហ្នឹងមើលងាយខ្លាំងពេក